បងប្អូនបាទបើសិនជាចង់បានសុខភាពល្អហើយក្មេងជាងវ័យបងប្អូនបាទខ្ញុំជូន3កលឹះបាទបងប្អូនយកទៅអនុវត្តបាទជួយបងប្អូនឲ្យល្អប្រសើរណាអញ្ចឹងកលឹះទី1បងប្អូនការគេងបាទគេងសំខាន់ណាស់បាទគេងឲ្យគ្រប់គ្រាន់បាទមិនមែនមួយថ្ងៃយើងអូសទូរស័ព្ទបាទចុះឡើងបាទមួយផ្លែតម៉ោង2ម៉ោង3យប់ហ្នឹងគឺបងប្អូនគេងមិនគ្រប់ទេណាបងប្អូនចំណុចទី2បាទការហាត់ប្រាណបាទជាពិសេសបងប្អូនបាទខាងទាំងស្រីទាំងប្រុសហ្នឹងបាទគឺភាគច្រើនហ្នឹងគឺរលេសច្រើនណាស់បាទលេស1000លេសបាទជួនកាលឡើងអស់កម្លាំងបាទទៅមិនកើតទេហើយចាំស្អែកបាទប៉ុន្តែបើរឿងទៅអីផ្សេងបាទដើរលេងទៅផឹកស៊ីអីញ៉ាំសាច់អាំងអីហ្នឹងបាទគឺលឿនអត់មានលេសទេបាទអញ្ចឹងបងប្អូនត្រូវដឹងរឿងហ្នឹងបាទចំណុចទី3របបអាហារបងប្អូនរបបអាហារបាទអញ្ចឹងបងប្អូនញ៉ាំត្រូវគិតបាទមុនដាក់ចូលមាត់របស់យើងនោះសំខាន់ណាស់តើអាហារណាដែលដាក់ចូលមាត់គឺអាហារដែលមានប្រភពល្អប្រសើរបាទមានវីតាមីនមានប្រូតេអ៊ីនមានជាតិរ៉ែជាតិសរសៃនឹងត្រឹមត្រូវល្អប្រសើរហើយកម្រិតកាឡូរីទាបបាទមិនមែនផ្លូវមាន់ពពងបាទបុកល្ហុងបុកមីបាទឬក៏ក្តាមប្រៃឬក៏ប្រហិតឬក៏ស្លាបមាន់អីជាដើមហ្នឹងបាទអស់ហ្នឹងគឺមិនជួយសុខភាពរបស់បងប្អូនទេអូខេអញ្ចឹង3វិធីនេះបងប្អូនយកទៅអនុវត្តហើយបងប្អូននឹងទទួលបានសុខភាពល្អអាយុបាទល្អប្រសើរហើយក្មេងជាងវ័យបាទអាយុវែងទៀតបាទបងប្អូនអូខេអញ្ចឹងបើសិនបងប្អូនបាទមានចង្អុលបន្ថែមតាក់ទងទៅនឹងការស្រកគីឡូឡើងគីឡូឬក៏ថែសុខភាពអីបងប្អូនអាចឆាតមក Facebook របស់ខ្ញុំឬក៏លេខទូរស័ព្ទរបស់ខ្ញុំខាងលើបានបាទអរគុណច្រើន